khai chụp đa liền á, là đám khai mị nia nè, mà ta không phải không ai xài vậy nè. Vậy tới khổ bị kênh máu gợi mình cùng ruộng ai tê chi lan và hai chơi mà mỏng dài sập hèn tí tới cái lạnh hai kinh nâng hai mơ là cả sự thiệt ọt miên ngay miên ai tê mấy bọc bọc nàng kra bị bay ông xa tới hẻm ông xa hai miên cho điện hai tê sập hèn mà tam plei cứ miên đàm chơi tới thoảng thoảng chăng nhưng mà đang thả nắng cái hai đàm chơi ai thì bàn tay mơ tới viên miên là điệp rồi với sad mỏng á chuyên diện nơi giọng này kẻ bị đào nhằm ấy tình ởวันấy cứ kê trôi chật mà hai kinh rằng vậy tới bị ban khơi tê sập hiệp phong ban hạt brand phong Ta chụp tam hai outfit check និយាយទៅនៅក្នុងព្រៃហ្នឹងគឺស្រស់ស្រាយណាដោយអ្នកទាំងអស់គ្នាបានឮអញ្ចឹងមានចាបយំហើយស្ងប់ស្ងាត់អញ្ចឹងមើលឃើញអីគ្រប់បែបយ៉ាងឡើងពណ៌ខៀវស្ងាត់ ភាពប្រៃក្នុងគេនេះស្អាតណាស់នេះអានេះពណ៌ដូចអាវខ្ញុំហ៎ ហើយឃីថ្ងៃនេះដែរគឺខ្ញុំរើសយក15គីឡូម៉ែត្រនិយាយទៅនៅហ្នឹងគេមាន20គីឡូម៉ែត្រ30គីឡូម៉ែត្របើសិនជារដូវមានផ្ការីកឬក៏រដូវមានសត្វអីខ្ញុំនឹងជ្រើសរើសយក20គីឡូម៉ែត្រព្រោះវាមានអីមើលច្រើនណាស់ក្រៅពីមើលអាស្អីគេពណ៌បៃតងនៅនឹងដើមឈើហ្នឹងដើរបានមកមុខបន្តិចឃើញអាកន្លែងដើមឈើមានដីនេះដូចឡែងរោងសត្វអីគេនៅអញ្ចឹងណាតែដល់ថាសត្វអីមិនស្រួលមានសត្វទន្សាយសត្វព្រៃអីចឹងណាព្រៃគេដើរនៅនេះដើមឈើគេនឹងខ្ពស់ស្លូនហើយមកកន្លែងគេដើរនេះវាមានអាហ៊ឺឈើមានអីហ្នឹងដើរតតែយើងប្រយ័ត្នតិចមើលក្រោមមើលអីចឹងបើសិនយើងតាក់អាហ៊ឺឈើហ្នឹងដល់ធ្លាក់ចូលអូហើយការដើរព្រៃរបស់ខ្ញុំថ្ងៃហ្នឹងគឺនៅលើផែនទីហ្នឹងគឺខ្ញុំត្រូវដើរស្របនឹងមាត់អូនិងទឹកជ្រោះនិយាយទៅគ្រាន់តែដើរតាមអូនិងទឹកជ្រោះហ្នឹងរហូតមកជុំវិញហ្មងរហូតដល់កន្លែងត្រឡប់ទៅឡានវិញហើយឥឡូវហ្នឹងកំពុងតែដើរទៅហៅមើលកន្លែងណាដែលមានអូមានទឹកធ្លាក់កន្លែងនោះមានទឹកធ្លាក់ទេណោះតែឥឡូវហ្នឹង5អង្សាឥឡូវហ្នឹងពួកយើងបានរកឃើញទឹកធ្លាក់បន្តិចហើយប៉ុន្តែនៅដើរឆ្ងាយទៀតពួកយើងដើរបានប្រហែលជាខ្ទង់ចិត្ត1ម៉ោងទេហើយអ្វីដែលសំខាន់នៅពេលដែលយើងដើរក្នុងព្រៃឬដើរភ្នំអីហ្នឹងគឺត្រូវមានបិជើងល្អដូចជាបិជើងដើរ trekking ឬក៏ hiking អញ្ចឹងណាព្រោះទី1វាអត់ល្អទី2វាស្រួលនៅពេលដែលយើងដើរអញ្ចឹងហើយព្យាយាមស្លៀកពាក់មិនឲ្យស្រួលខ្លួនអលងឬក៏អីដែលអាចខ្លួនយើងដកដង្ហើមបានណាព្រោះនៅក្នុងព្រៃឬលើភ្នំគឺយើងត្រូវឡើងចុះជួនណាយើងអោនអីចឹងណា waterfall ផ្លូវគេដើរអញ្ចឹងផ្លូវគេអូនេះល្អខ្លាំងទឹកជ្រោះគេខាងឈើនេះអូហ៎ បន្ទាប់ពីយើងរកឃើញទឹកជ្រោះហើយអ្វីដែលយើងត្រូវធ្វើបន្តនោះគឺយើងត្រូវដើរស្របតាមទឹកជ្រោះហ្នឹងដើរឡើងទៅលើរហូតតតែផុតទឹកជ្រោះហ្នឹងដល់ពាក់កណ្ដាលផ្លូវត្រូវបត់ដើម្បីទៅរកស្ពានឈើមួយទៀតបើសិនជាដើរលេងនៅនេះរដូវក្តៅវិញខ្ញុំនឹងចុះងូតទឹកនឹងហ្មងនិយាយមែនមកដើរនៅនេះដូចដើរនៅក្នុងរឿងហើយយើងចាត់ទុកខ្លួនឯងថាដូចយើងនៅក្នុងឯគេជួម៉ាន់ជីអញ្ចឹងយើងដើរកាត់ព្រៃកាត់អីដើររហូតនេះអញ្ចឹងទៅផ្លូវគេដើរនេះនិយាយទៅឧបសគ្គតិចតួចនេះប៉ុន្តែគេធ្វើឡើងស្អាតដែរគេទុកវានៅរូបរាងដើមអញ្ចឹងមកគិតមើលតែឆ្កែក៏មក hiking ដែរនេះហើយងំយើងមនុស្សថៃបានអត់នៅគ្រួសារគេនៅនេះល្អឡើយនេះ
mini waterfall นี่គេឡើងទូចណ៎ឆ្កែមកក្រោយនៅគេមានទឹកឈួរគេទូចមួយស្អាតមកដល់ផ្លូវថ្មីនេះ New Challenge 5 ម៉ោង 30 មែនឥឡូវខ្ញុំដល់នេះចេញនេះមុខឡើងខមិនឃើញមុខខមែនដើរឆ្ងាយពេកថ្ងៃហ្នឹងដើរ 5-10 គីឡូហើយអាវនេះក៏បើកឡើងនេះចាប់ដើមរៀងក្តៅហើយឥឡូវយើងត្រូវដើរទៅស្ពានខាងនោះឆ្លងទៅខាងនោះដើម្បីទៅផ្លូវមួយទៀតបន្ទាប់ពីដើរអស់1 ម៉ោងកន្លះហើយដល់ពេលញ៉ាំអីនេះនៅនេះខ្ញុំមាន ham and cheese ដូចនំប៉័ងប៉ាតេអញ្ចឹងហើយនឹងមើលទឹកជ្រោះទឹកជ្រោះគេនេះស្អាតទេពេលដែលខ្ញុំអង្គុយញ៉ាំហ្នឹងខ្ញុំគិតថាបើសិនជាមិត្តភក្តិមកជុំគ្នាអីបោះតង់អាំងសាច់ញ៉ាំលេងហ្គេមជុំគ្នាហើយងូតទឹកជ្រោះមួយគ្នាអីមិនដឹងជាសុបាយប៉ុណ្ណានេះកន្លែងហ្នឹងទៅពីញ៉ាំអីហើយឆ្អែតស្រួលមកផ្លូវគេអាកន្លែងនេះត្រូវឆ្លងអាទឹកជ្រោះហ្នឹងហើយទៅវារៀងល្អប៉ុន្តែគេដាក់ឈើនោះដើម្បីឲ្យយើងទប់ដើម្បីឆ្លងអញ្ចឹងណាហើយខ្ញុំអត់តាន់ហ៊ានទៅមុនទេហើយខ្ញុំឲ្យគេទៅមុនសិនបើសិនជាពេលហ្នឹងបើល្អដួលអីមានវីដេអូទុកចាំសោចទៅពេលជិះទៅផ្ទះវិញសំណាងដែលអត់ល្អជាធម្មតាយើងឃើញ berry យើងឃើញផ្កាយើងឃើញសត្វឥឡូវណាសាតាមតន spring ធំទៅហើយមកដល់យ៉ាងនេះយ៉ា berry ឥឡូវហ្នឹងមកដើរណានេះដល់ហើយស្ពានណាណីទៀតដើរបាន2 ម៉ោងហើយពេលដើរមកដល់ស្ពានឈើនេះមានន័យថានៅសល់1 ម៉ោងកន្លះដើរទៀតដើម្បីទៅដល់ឡានវិញពេលដែលខ្ញុំដើរហ្នឹងជួនណានៅក្នុងគុំស្មៅគុំដើមឈើអីហ្នឹងគឺឃើញមានសត្វអីវានៅហ្នឹងអញ្ចឹងណាប៉ុន្តែពេលហ្នឹងខ្ញុំថតអត់ទាន់ឥឡូវហ្នឹងដើរមកដល់ Christmas tree នេះសុទ្ធតែ Christmas tree ទាំងអស់តែពេល Christmas មកនេះមកកាប់ដើមឈើហ្នឹងយកទៅណានឹង spiky ហ្មងអៅនៅផ្ទះនៅសក់ទេមកដើរវេទនាអញ្ចឹងខ្ញុំរៀបមកមើលរឿងខ្មោចដើរទៅវិញភ័យអញ្ចឹងដូចចឹងឥឡូវហ្នឹងម៉ោង 5 ហើយមេឃងឹតឈឹងហើយទៅនៅប្រហែលដើរ1 ម៉ោងទៀតមិនដល់ផ្ទះច្រឡំដល់ផ្ទះដល់ឡានសិតទៅដើម Christmas ទាំងអស់ដើរលុកភ័យអញ្ចឹងណាហើយផ្ទះមិននៅទេតនេអញ្ចឹងនៅដើរមិនដល់នេះឃើញគេនេះដាននឿប៉ុណ្ណាណៃនោះវាស៊ីអីនៅនោះក្រុមវាគេទៅរកឥឡូវហ្នឹងដើរមកដល់អាដើមឈើស្លូននេះវិញហើយមេឃក៏កាន់តែងឹតទៅដែរគួរឲ្យខ្លាចទេនេះមើលនេះភ័យនេះងឹតណាឥឡូវហ្នឹងហើយមានតែកន្លែងហ្នឹងមួយទៅត្រង់ហ្នឹងមានដើមឈើគួរខ្លាចមែនតើនេះបើមានគេមួយមកសម្ោលហើយមួយមកចេញមករត់ងាប់មកឥឡូវបានមកយកឡានវិញហើយក៏ដូរបើជើងដូរអីទាញឡានចេញមកដើម្បីជិះទៅញ៉ាំអីហាកន្លែងនេះស្អីទៅយូរអីវែងម៉េះហើយជិះមកដល់កន្លែង restaurant នេះកន្លែងក្រោយ restaurant ហ្នឹងក៏គេមាន camping ដែរនិយាយទៅបន្ទាប់ពីហើយឥឡូវនេះមកញ៉ាំវល់វង
ហើយនឹងផឹករ៉ូសេនៅប្រទេសនេះគឺប្រទេសផលិតសេអាបៀហ្មងនិយាយទៅក្នុងខេត្តក្នុងភូមិគេមួយហ្នឹងមានសេអាបៀខុសៗគ្នានិយាយទៅមកភូមិមកខេត្តគេហ្នឹងសេអាបៀចង់100ប្រភេទដែរនិយាយទៅអាដបគេនេះវិញយ៉ាង cute កែវគេនេះហ្នឹងក៏ cute ដែរមើលគេចាក់សេអាបៀឡើង perfect ហ្មងណាប្រុសឡង់សេហើយខ្ញុំណែមិនសូវប៉ុនទេអាគ្រឿងស្វឹងនោះបានតែ hot chocolate ឯនេះមីតិចចឹងដាក់មកដើរ5-10គីឡូតែឥឡូវមកញ៉ាំអីគេនេះស្អីឃើញក្លាណាដើរ100គីឡូមិនគីឡូមិនស្អីឡើងគីឡូ